សូមគោរពនឹងជម្រាបសួរអតិថិជនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាក្នុងវីដេអូថ្មីនេះគឺយើងសូមណែនាំអំពីការដំឡើងនៅប្រភេទ motor បូមទឹក solar ទម្លាក់អណ្ដូងជូនអតិថិជនដើម្បីយកទៅបូមទឹកប្រើប្រាស់និងបូមទឹកដាក់ស្រែចម្ការរបស់គាត់សម្រាប់ប្រភេទ motor បូមទឹក solar ដែលយើងធ្វើការដំឡើងនេះជាប្រភេទ motor បូមទឹក solar ទម្លាក់អណ្ដូងគឺវាមានកម្លាំង5សេកន្លះជាប្រភេទ motor បូមទឹក solar ប្រភេទ AC DC ឬយើងអាចហៅថាប្រភេទ hybrid ហើយវាបានភ្ជាប់មកជាមួយនឹងទំហំតួ motor ទំហំ150ឬក៏6អ៊ីងដែលវាអាចធ្វើការបូមទឹកបានកម្ពស់រហូតដល់50ម៉ែត្រជាមួយនឹងទំហំទយោទឹកចេញ80ឬក៏3អ៊ីងដែលយើងអាចធ្វើការបូមទឹកបានបរិមាណ70ម៉ែត្រគីបក្នុង1ម៉ោងចំពោះឈុតបូមទឹក solar ខាងលើនេះគឺវាមានភ្ជាប់មកជាមួយនឹងទូភ្លើងដែលជាទូដែលមានគុណភាពខ្ពស់បានដំឡើងរួចជាស្រេចពីខាងរោងចក្រផ្ទាល់និងមានភាពងាយស្រួលក្នុងការដំឡើងចំពោះការដំឡើង motor បូមទឹកនេះគឺយើងធ្វើការដំឡើងជាមួយនឹងទាំង solar magnetic កម្លាំង580 វ៉ាត់កញ្ចក់សងខាងចំនួន12ទាំងជាប្រភេទទាំងដែលអាចស្រូបពន្លឺបានល្អផ្ដល់ភ្លើងបានខ្លាំងនិងជាផលិតផលដែលមានគុណភាពខ្ពស់ស្របទៅតាមស្តង់ដារប្រទេសអ៊ីតាលីហើយមានការធានាច្បាស់លាស់ពីខាងក្រុមហ៊ុនសម្រាប់ប្រភេទ motor បូមទឹក solar market Payda យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទ motor បូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ